ចាស់បុរាណខ្មែរយើងច្រើនជឿហើយហាម5កូនចៅមិនអោយដាំជេរជ្វានៅជិតសម្យាផ្ទះព្រោះគេយល់ថាអាចនឹងមានខ្មោចព្រាយបិសាចសន្ធិដ្ឋនៅឬវាអាចដាក់ម្ចាស់ផ្ទះបានជាមានជំនឿយ៉ាងនេះព្រោះមានរឿងដំណើរដូចតទៅជាយូរអង្វែងណាស់មកហើយមានគ្រួសារមួយទីតូចក្រដែលប្តីឈ្មោះថាសូនិងនាងប្រពន្ធឈ្មោះថានាតពួកគេជាកសិករនារដូវមួយដែលធាតុអាកាសកំពុងរាំងស្ងួតឥតមានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែចម្ការបុរសជាប្តីក៏សុំប្រពន្ធទៅរកស៊ីឈ្នួលគេនៅស្រុកឆ្ងាយអស់រយៈពេលជាច្រើនខែឆ្នាំក្រោយពេលដែលបុរសនោះចេញទៅផុតនៅក្នុងភូមិស្រុកក៏កើតជំងឺអាសន្នរោគរាតត្បាតពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យជ្រួលច្របល់យ៉ាងខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមឡើងពីសត្វតូចតាចតែប៉ុណ្ណោះលុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្ទាប់គ្មាននរណាអាចជួយនរណាបានឡើយនិយាយពីបុរសនោះវិញបន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មមហើយក៏វិលត្រឡប់មកស្រុកកំណើតវិញលុះមកដល់ពាក់កណ្ដាលផ្លូវមានគេនិយាយប្រាប់ថាអ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្សនៅក្នុងភូមិអ្នកឯងកំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់រីឯប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ឬយ៉ាងណាក៏មិនដឹងដែរព្រោះឥឡូវឥតមាននរណាម្នាក់ហ៊ានចោលទៅក្នុងភូមិនោះឡើយដោយបុរសនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេកក៏ជជែកស្ដារទៅផ្ទះរបស់ខ្លួនគាត់ខំធូរដំណើរទៅទាំងយប់ទាំងសស្លាក់សសាតលក់ទៅចិត្តដល់លំនៃខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដោយប្រក្រតីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែលនិយាយកុហកប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់មានសេចក្តីសង្ស័យខ្លះដែរចំពោះសភាពស្ងប់ស្ងាត់ខុសប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនស្រួលមែនហើយទើបស្ងាត់យ៉ាងនេះលុះទៅដល់របងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ក៏ឃើញប្រពន្ធគាត់រត់មកទទួលយ៉ាងរាក់ទាក់ដោយធម្មតាគ្មានអ្វីគួរឲ្យសង្ស័យឡើយនាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីមិនឲ្យចូលទៅក្នុងបន្ទប់ដេកទេឲ្យប្តីសម្រាកនៅខាងក្រៅសិនប្តីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ដោយគាត់សង្កេតឃើញភ្នែករបស់នាងធំលៀនបែបក្រហមហើយក្រឡឹបក្រឡាប់ខកពីធម្មតាថែមទាំងធំក្លិនគម្រោងសាកសពបកចេញពីក្នុងបន្ទប់ដេកទៀតផងធ្វើឲ្យគាត់ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកនេះបានជានាងហាមមិនឲ្យចូលយ៉ាងនេះគិតសពគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធមួយសន្ទុះក្រោយមកក៏ឃើញនាងលៀនអណ្ដាតយ៉ាងវែងបានគាវយកវែកដែលជ្រុះក៏លើដីឃើញដូច្នេះប្តីក៏យល់ថានាងពិតជាខ្មោចបិសាចប្រែកាយហើយទើបគេនឹកឃើញដល់រឿងមនុស្សដែលនិយាយប្រាប់នៅតាមផ្លូវបុរសនោះក៏ដើរលបចូលទៅវែកមុងក្នុងបន្ទប់ដេកស្រាប់តែឃើញសាកសពប្រពន្ធនិងកូនដេកស្លាប់ដែលមានសភាពស្អុយរលួយថែមទាំងមានដង្កូវរុកទៀតផងគាត់ក៏ថយចេញមកវិញហើយរិះរកមធ្យោបាយដើម្បីរំដោះខ្លួនចេញពីកណ្ដាប់ដៃបិសាចនេះទើបគាត់និយាយទៅកាន់នាងថាអូនដាំបាយឲ្យឆ្អិនឆាប់ទៅបងអស់កម្លាំងណាស់បងចុះទៅនោមមួយផ្លែតថាហើយគាត់ក៏ទៅចុះក្អមទឹកមួយដែលនៅក្បែរនោះបង្ហូរទឹកទៅលើស្លឹកត្នោតឲ្យលឺសូរដូចមនុស្សកំពុងនោមមែនតែនបន្ទាប់មកគាត់ក៏លួចរត់តម្រង់សំដៅទៅកាន់វត្តចំណែកនាងនាតដែលជាខ្មោចបិសាចវិញលឺសូរប្តីនោមយូរពេកក៏ឆ្ងល់ទើបនាងដើរទៅមើលគ្រាន់តែនាងឃើញប្តីរត់ទៅផុតនាងក៏រត់តាមក្រោយយ៉ាងលឿនរហូតទាល់តែជិតទាន់រីឯនាយសូរត់មិនទាន់បានប៉ុន្មានផងងាកមកក្រោយក៏ឃើញខ្មោចប្រពន្ធកំពុងដេញតាមពីខាងក្រោយក៏ដឹងខ្លួនថាមើលទៅប្រហែលជាគេគេចមិនរួចពីកណ្ដាប់ដៃខ្មោចបិសាចប្រពន្ធនេះទេទើបស្ទុះឡើងដើមបាយម៉ាតមួយដើមដែលនៅក្បែរខ្លួននាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាតនោះទេចេះតែដើរក្រវិលក្បែរនោះហើយស្រែកហៅប្តីថាបងសូបងចុះមកបងឈប់ស្រឡាញ់អូននិងកូនហើយមែនទេបរោនោះក៏ដឹងថានាងបិសាចនេះពិតជាខ្លាចដើមបាយម៉ាតនេះហើយបានជាមិនហ៊ានមកចិត្តបែបនេះគាត់ក៏កាច់ដើមបាយម៉ាត1ម៉ែត្រហើយលីសំដៅទៅកាន់វត្តយ៉ាងលឿន
នាងបិសាចពិតមែនតែមិនហ៊ានទៅជិតបរោះជាប្តីដោយខ្លាចដាមបាយម៉ាតមែនតែនាងនៅតែដើរតាមក្រោយរហូតលោកបរោះនោះទៅដល់វត្តក៏រត់ចូលទៅឈប់នៅកណ្ដាលជំនុំសង្ឃដែលកំពុងតែសូត្រធម៌នៅក្នុងព្រះវិហារហើយទូលព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលពូកែខាងអាគមគាថាក៏នាំបរោះនោះទៅនៅក្នុងកុដិរបស់លោកហើយសូត្រមន្តអាគមគាថាពុទ្ធសីមាយ៉ាងម៉ឺងម៉ាត់ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរពិតមែនតែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបានដោយរបាំងនៃមន្តអាគមខ្លាំងប៉ុន្តែនាងចេះតែដាវក្រវិលក្បែរនោះហើយរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្តីនៅក្បែរកុដិព្រះថេរអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងចូលនៅត្រង់បង្អួតកុដិទោះបីមន្តអាគមរបស់លោកសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយលោកពតសីមាបានតែត្រង់កន្លែងណាដែលធាងចេកជ្វាមិនបានទៅប៉ះនឹងសម្យាបកុដិប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះហើយនោះជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយនាងបិសាចក៏ឡើងតាមដើមចេកជ្វាហើយលូនតាមធាងចេកនោះឆ្លងចូលទៅក្នុងកុដិរបស់លោកសង្ឃហើយបានកាត់កប្តីរបស់ខ្លួនសម្លាប់យ៉ាងព្រៃសៃស្លាប់ក្នុងពេលនោះទៅព្រោះហេតុមានរឿងនិទានមកដូច្នេះហើយទើបចាស់បុរាណខ្មែរយើងនិយមជំនឿនេះហាម5កូនចៅមិនឲ្យដើមចេកជ្វានៅជាប់នឹងសម្យាបផ្ទះព្រោះគេថាវាដាក់ខ្លួនឯដើមបាយម៉ាតក៏ជាឱសថសម្រាប់ការពារមនុស្សមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ជាប់រហូតមកដល់សពថ្ងៃនេះបាទសាច់រឿងยังបានមកដល់ទីបញ្ចប់តែត្រឹមនឹងបើមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនមេត្តាអភ័យទោសដល់រូបខ្ញុំបាទផងនិងសូមអរគុណទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានស្ដាប់សាច់រឿងនិទានមួយនេះពីដើមរហូតដល់ចប់យើងវិលរងចាំជួបគ្នានៅវីដេអូក្រោយថ្មីជាបន្តទៀតសូមអរគុណសូមជម្រាបលា